เพียงสำได้ระบอกครูประคันเด็กไฟเรียงถั่วเอากลากบไฟเรียงกันแต่เมียนตำหนุกจัดឧបត្ថម្ភដោយមីហែល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ លោកโจเซฟมาโยครูបង្វឹករបស់ប្រខាននៃចារៀងបានតសើដល់ទំនងលេខរបស់ខ្លួនដែលយកឈ្នះមករដាយ៉ាងណៃធិតក្នុងលទ្ធផល3-0នៅជើងទី1វគ្គពាក់កណ្ដាប់ដាច់ព្រាត់ពីរង្វាន់ AAC ជលឹងលីកយប់ថ្ងៃទី10ខែមេសាឆ្នាំ2025នៅពេលហូថាជាតិមរតកដៃជោក្នុងសន្និសីទកសែតសារព័ត៌មានក្រោយចប់ការប្រកួតលោកโจเซฟมาโยបានលើកឡើងថាការប្រកួតនេះបានធ្វើទៅតាមផែនការដែលបានរៀបចំឲ្យកីឡាករលេងដូច្នេះពិតជារីករាយណាស់ដែលកីឡាករទាំងអស់បានបង្ហាញទម្រង់ល្អលោកគ្រាន់តែដាក់កីឡាករឲ្យលេងនៅលើទីលានប៉ុណ្ណោះប៉ុន្តែរឿងដែលសំខាន់គឺកីឡាករខ្លួនឯងទេជាអ្នកសម្រេចចិត្តនិងបង្ហាញសមត្ថភាពនៅលើទីលានលោកបានបន្តថាពួកគេលេងបានល្អខ្ញុំមិនមែនជាអ្នកលេងទេខ្ញុំគ្រាន់តែជាអ្នកដាក់ឲ្យពួកគេលេងកីឡាករជាអ្នកលេងហើយពួកគេជាអ្នកឈ្នះទាំងកីឡាករខ្មែរនិងកីឡាករបរទេសសុទ្ធតែល្អហើយទីបំផុតពួកគេជាអ្នកឈ្នះការប្រកួតនេះ3គ្រាប់របស់ប្រខានរាជឆៃរៀងរកបានដោយកីឡាករសញ្ជាតិប្រេស៊ីប្រេតូននៅនាទីទី4និងកីឡាករសញ្ជាតិឡាវបឿនប្រច័ន្ទមឹងកងនៅនាទីទី6និងមួយគ្រាប់ចុងក្រោយទៀតដោយកីឡាករកម្ពុជាមិនរតនៈនៅនាទីទី90ជ័យជំនះនេះបានធ្វើឲ្យប្រខានរាជឆៃរៀងមានទំនុកចិត្តក្នុងការធ្វើដំណើរទៅប្រកួតជើងទី2នៅឯប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី17ខែមេសាឆ្នាំ2025តើបងប្អូនគិតយ៉ាងណាដែរចំពោះជើងទី2តើប្រខានរាជឆៃរៀងយើងនៅតែបន្តធ្វើបានល្អបែបនេះដែរឬទេសូមខមមិននៅខាងក្រោម